សូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិជាទីគោរពនៅព្រឹកថ្ងៃប្រហោះទី11ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យជាបន្តទៀតហើយសម្រាប់ការជួបសំណេះសំណាលនាថ្ងៃនេះគឺមានចំនួន1035នាក់ដែលពិធីបានប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យខ្ញុំបាទសូមជម្រាបថានេះគឺជាបេសកកម្មលើកទី14និងចំនួន16ខេត្តក្រុងហើយរបស់សម្ដេចតេជោក្នុងការជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយផ្ដើមពីខេត្តកំពង់ចាមត្បូងឃ្មុំកំពង់ស្ពឺតាកែវកំពតកែបស្វាយរៀងព្រៃវែងភ្នំពេញកំពង់ឆ្នាំងពោធិ៍សាត់កំពង់ធំកណ្ដាលសៀមរាបឧត្តរមានជ័យនិងបន្ទាយមានជ័យនៅថ្ងៃនេះតាមរបាយការណ៍របស់ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានដឹងថាខេត្តបន្ទាយមានជ័យគឺមានចំនួន9ក្រុងស្រុក67ឃុំសង្កាត់និង667ភូមិខេត្តមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យខាងកើតទល់នឹងខេត្តសៀមរាបខាងត្បូងទល់នឹងខេត្តបាត់ដំបងខាងលិចជាប់នឹងប្រទេសថៃហើយតាក់ទងទៅនឹងសេដ្ឋកិច្ចក្នុងខេត្តវិញក្នុងឆ្នាំ2025កន្លងទៅនេះទំហំសេដ្ឋកិច្ច GDP គឺមានចំនួន1911លានដុល្លារបានមកពីវិស័យសំខាន់រួមមានវិស័យកសិកម្មឧស្សាហកម្មនិងសេវាកម្មឯកឧត្តមជាធរិតអ្នកនាំពាក្យសម្ដេចតេជោបានដឹងថាគោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្ដេចតេជោគឺជាការអនុវត្តក៏ដូចជាការពង្រឹងនៅគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតដើម្បីឲ្យមានតម្លាភាពក៏ដូចជាការជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងមួយទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួននិងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យសារជាថ្មីសម្ដេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការនិងក្រុមការងារមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ដែលបានខិតខំក្នុងការងារកន្លងមកសម្ដេចក៏បានក្រើនរំលឹកទៅដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពសម្ដេចតេជោក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគឺយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពដែលកំពុងឈរជើងការពារទឹកដីយុទ្ធជនពលីព្រមទាំងអតីតយុទ្ធជនសម្ដេចក៏បានបង្ហាញអំពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ពដែលបានយកជីវិតពាំងគ្រាប់ដើម្បីជាតិនិងទឹកដីដើម្បីតបស្នងសងគុណក៏ដូចជាការអនុវត្តនៅនយោបាយខឿនការពារជាតិរបស់ប្រជាជនសម្ដេចបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេកុំឲ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារសម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចំនួនដីធ្លីរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយឲ្យបានរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនត្រូវលំអៀងទៅខាងភាគីណានោះទេសម្ដេចតេជោក៏បានអំពាវនាវផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងនៅកិច្ចការពារនិងអភិរក្សទប់ស្កាត់នៅបទល្មើសធនធានធម្មជាតិនិងចូលរួមចំណែកក្នុងការថែរក្សាឲ្យបានគង់វង្សសម្ដេចក៏បានរំលឹកដល់មន្ត្រីទាំងអស់គឺត្រូវបន្តរក្សានៅស្ថិរភាពជាតិនិងយកចិត្តទុកដាក់ក្នុងការរក្សានៅសន្តិសុខសម្រាប់ធ្នាប់សង្គមដោយបន្តអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការបង្ក្រាបនៅបទល្មើសផ្សេងដូចជាចោរឆក់ចោរប្លន់ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យាសម្ដេចតេជោក៏បានក្រើនរំលឹកផងដែរដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយនិងត្រូវចងចាំថាមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ
គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនជាចុងក្រោយសម្ដេចតេជោបានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តបន្ទាយមានជ័យទាំងអស់ដែលបានរួមសហការគ្នាក្នុងការអភិវឌ្ឍខេត្តនេះឲ្យទទួលបាននូវភាពរីកចម្រើនជាចុងក្រោយសម្ដេចក៏បានជូនពរឲ្យមន្ត្រីរាជការទាំងអស់ក្នុងខេត្តបន្ទាយមានជ័យទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន